mà riêng đã 3D lôi chẳng nó lên websiteទាំងអស់គ្នាមានដែរឆ្ងល់ថាគេធ្វើ 3D លុយអញ្ចឹងណានៅលើ website តាមណាអញ្ចឹងឯហ្នឹងខ្ញុំមិននាំអ្នកនរគ្នាមកដាក់ 3D interactive នៅលើ website អញ្ចឹងដើម្បីចាប់ដើមអ្នកនរគ្នាត្រូវស្គាល់ tool ពីរសិនទី1គឺ framework អញ្ចឹង framework គឺជា tool មួយដែលអាចឲ្យអ្នកនរគ្នាបង្កើត website ហើយនិង publish website ដែលមិនត្រូវការ code ដែលយើងអាច publish design យើងទៅជា website មាន CMS និង SEO optimization ជាដើម tool ទី2គឺ Spline ដែលវាគឺជា 3D design tool សម្រាប់ website អ្នកនរគ្នាអាចបង្កើត model ដាក់ texture និង animate នៅលើ browser ផ្ទាល់មកដែលអ្នកនរគ្នាអាច download យក code វាយកទៅដាក់លើ website បានហើយអ្នកនរគ្នាក៏អាចមានជម្រើស download វាជាប្រភេទ file ផ្សេងៗទៀតបានផងដែរតែដំបូងឡើយអ្នកនរគ្នាត្រូវចូលទៅកាន់ website Spline បន្ទាប់មកអ្នកនរគ្នាអាចបង្កើត new project ឬមួយក៏យកពី community គេបានដោយនៅក្នុង community គេគឺគេមាន 3D ច្រើនសម្រាប់ឲ្យអ្នកទាំងអស់គ្នាប្រើអញ្ចឹងនៅពេលអ្នកនរគ្នាបានបើក project ហើយអ្នកនរគ្នាអាចដាក់ texture ឬមួយក៏ animation ទៅតាមអ្វីដែលអ្នកនរគ្នាចង់បានអញ្ចឹងពេលអ្នកនរគ្នាសប្បាយចិត្តជាមួយនឹង 3D យើងហើយអ្នកនរគ្នាអាចចូលទៅកាន់ពាក្យ export បន្ទាប់មកអ្នកនរគ្នាអាចចូលទៅកាន់ពាក្យ public URL ហើយអ្នកនរគ្នាក៏អាចមានសិទ្ធិដូរ setting ទៅតាមអ្វីដែលអ្នកនរគ្នាបានឃើញដែរអញ្ចឹងនៅពេលដែលអ្នកនរគ្នាដូរ setting ហើយអ្នកនរគ្នាអាចចុចប៊ូតុង update public URL អញ្ចឹងដើម្បីយក 3D ទៅដាក់លើ website បានអ្នកនរគ្នាត្រូវចុចយកពាក្យ copy embedded អញ្ចឹងនៅពេលដែលយើងបានលេង 3D យើងហើយយើងត្រូវចូលទៅកាន់ framework ម្ដងបន្ទាប់មកធ្វើការបើក project ដែលអ្នកនរគ្នាចង់ដាក់ 3D នោះចូលបន្ទាប់មកអ្នកនរគ្នាត្រូវ add element ថែមនៅក្នុង project អ្នកនរគ្នាដែលសើចយកពាក្យ embedded អ្នកនរគ្នាគ្រាន់តែអូសពាក្យ embedded ចូលទៅក្នុង project អ្នកនរគ្នាអ្នកនរគ្នាអាចផាសលេង 3D នៅក្នុង property របស់វានៅខាងស្ដាំដៃបន្ទាប់មកអ្នកនរគ្នាអាច adjust size ទៅតាមអ្វីដែលអ្នកនរគ្នាចង់បាននៅពេលអ្នកនរគ្នាពេញចិត្តហើយអ្នកនរគ្នាអាចធ្វើការ preview 3D ដោយចុចទៅលើប៊ូតុង preview ឃើញអត់តែប៉ុណ្្នេះអ្នកនរគ្នាអាចមាន 3D interactive នៅលើ website អ្នកនរគ្នា So that's how you combine framework and Spline for 3D interactive with no code អញ្ចឹងបើសិនជាអ្នកនរគ្នាចង់បាន 3D លុយអ្នកនរគ្នាអាច comment ពាក្យ 3D នៅក្នុង comment section បានពួកយើងនឹងដាក់ link ទៅឲ្យអ្នកនរគ្នា and don't forget to follow New Way FM bye bye